รอวิดีโอได้นิ่งខ្ញុំចែករំលែកទាំងអស់គោលបំណងតែមួយគត់គឺខ្ញុំចង់ឲ្យបងប្អូនស្ត្រីចេះតាមដានអាការៈរោគសញ្ញាសុខភាពខ្លួនឯងចង់ឲ្យបងប្អូនស្ត្រីយកចិត្តទុកដាក់មើលថែសុខភាពចេះទៅពិនិត្យសុខភាពកុំឲ្យតតែឈឺទៅយើងរត់រកពេទ្យអញ្ចឹងបានជាបងប្អូនមួយចំនួនជា fan របស់ខ្ញុំបងប្អូនដឹងហើយភាគច្រើនខ្ញុំតែងតែចែករំលែកពីរោគសញ្ញាអាការៈផលវិបាកឬក៏កត្តាប្រឈមនីមួយៗបន្ទាប់មកខ្ញុំណែនាំឲ្យបងប្អូនទៅមន្ទីរពេទ្យចឹងត្រឡប់មកវិញទៅលើប្រធានបទដែលខ្ញុំចង់ចែករំលែកនៅក្នុងថ្ងៃនេះតើជំងឺស្រុតស្បូនប្រឈមទៅនឹងបញ្ហាអ្វីខ្លះហើយវាមានផលវិបាកអ្វីខ្លះចំណុចទី1បើសិនជាបងស្ត្រីកំពុងតែមានបញ្ហាស្រុតស្បូនបងស្ត្រីពន្យាពេលទុកយូរឬក៏មិនបានស្វែងរកដំណោះស្រាយបានត្រឹមត្រូវទី1វាធ្វើឲ្យអាសរេរាង្គតួស្បូនរបស់យើងទាំងមូលនេះវាកាន់តែស្រុតចុះមកផ្នែកខាងក្រោមនឹងកាន់តែខ្លាំងជាងមុនអាចលៀនចេញមកខាងក្រៅពេលដែលយើងស្រុតស្បូនខ្លាំងក៏អាចប្រឈមទៅនឹងការស្រុតពវៀនធំក៏អាចស្រុតជាមួយនឹងផ្លាប់នោមដូចគ្នាផលប៉ះពាល់ទី2បើសិនជាយើងសំទោសបើសិនជាយើងស្រុតស្បូនខ្លាំងចាយើងអាចប្រឈមទៅនឹងការកាត់ស្បូនកាត់មាត់ស្បូនដែលស្រុតឬក៏ត្រូវការចងស្បូនឡើងលើឬក៏ប្រើប្រាស់ឧបករណ៍ទ្រស្បូនផ្សេងតាមវិធីសាស្ត្ររបស់គ្រូពេទ្យផលប៉ះពាល់ទី3បើចំពោះស្ត្រីនៅក្មេងសោះប៉ុន្តែគាត់ស្រុតស្បូនដែរដោយសារតែគាត់ធ្វើការងារធ្ងន់គាត់អាចនឹងពិបាកមានកូនមែនថាมันអាចមានកូននេះគាត់អាចមានប៉ុន្តែអាចនឹងងាយក្នុងការរលូតបើសិនជាស្បូនរបស់គាត់ស្រុតខ្លាំងហើយបើនិយាយពីស្ត្រីមានគ្រួសារវិញគឺគាត់មានផលវិបាកពេលដែលគាត់រួមភេទវាអាចមានការឈឺចាប់ចុកឆ្អល់ទល់ណែនឈួលឈឺហើយក៏ប៉ះពាល់ជាមួយនឹងអារម្មណ៍ចំណងផ្លូវភេទរបស់គាត់ដូចគ្នាគិតមើលបើយើងនៅមួយគ្នាឬសំឡេងផោមឬអីចេញពីទ្វារមាសស្ត្រីក៏មានអារម្មណ៍មួយថាខ្មាស់ដៃគូខ្លួនឯងដែរហើយពេលដែលយើងស្រុតស្បូនខ្លាំងក៏អាចប្រឈមធ្វើឲ្យយើងធ្លាក់សមានលំអនៅមាត់ស្បូនឬក៏រលាកស្បូនជាដើមអញ្ចឹងទាំងអស់នេះវាជាផលប៉ះពាល់និងកត្តាប្រឈមដែលស្ត្រីនឹងជួបបើករណីគាត់បណ្ដោយទុកបញ្ហាស្រុតស្បូននឹងកាន់តែយូរកាន់តែស្រុតខ្លាំងជាងមុនអញ្ចឹងបើបងប្អូនដឹងតែខ្លួនឯងស្រុតល្មមគួរតែទៅពេទ្យគួរតែទៅស្វែងរកដំណោះស្រាយបានត្រឹមត្រូវឬក៏បងប្អូនចង់ដឹងច្បាស់ពីសញ្ញានៃបញ្ហាស្រុតស្បូននឹងបែបណាអាចសួរនាំខ្ញុំបានខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនដែលឥតគិតថ្លៃ